TikTok បាននឹងកំពុងក្លាយជាកម្មវិធីទូរស័ព្ទមួយដ៏ពេញនិយមពាសពេញពិភពលោកដោយគិតត្រឹមខែឧសភាឆ្នាំ2020មានអ្នកប្រើរហូតដល់ជាង800លាននាក់និងមានការទាញយក App ចេញពី App Store និង Play Store សរុបចំនួន1.5000លានដងគិតត្រឹមដើមឆ្នាំ2020 TikTok ឬ Douyin ត្រូវបានបង្កើតឡើងកាលពីខែកញ្ញាឆ្នាំ2015ដោយក្រុមហ៊ុនចិន ByteDance ហើយនៅពេលនោះមានឈ្មោះដើមថាប៉ុន្តែក្រោយមកនៅខែធ្នូឆ្នាំ2016ទើបប្ដូរមកជា TikTok វិញកម្មវិធី TikTok ត្រូវបានបង្កើតឡើងដោយប្រើរយៈពេលតែ200ថ្ងៃប៉ុណ្ណោះហើយអ្វីដែលអស្ចារ្យនោះគឺថាក្រោយពីដាក់ឲ្យដំណើរការបាន1ឆ្នាំមានអ្នកប្រើរហូតដល់100លាននិងមានការទស្សនាវីដេអូរហូតដល់1000លានដងក្នុងមួយថ្ងៃក្រោយពីដាក់ឲ្យដំណើរការបានមួយរយៈនិងទទួលបានការគាំទ្រច្រើននៅក្នុងប្រទេសចិនដែលជាទឹកដីកំណើតរួចមកលោក Zheng Yiming ដែលជាស្ថាបនិកក្រុមហ៊ុន ByteDance បានលើកឡើងថាចិនជាផ្ទះរបស់ពួកយើងពិតមែនប៉ុន្តែចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិតគឺមានត្រឹមតែ1.5%នៃអ្នកទូទាំងពិភពលោកបើយើងមិនពង្រីកវិសាលភាពរបស់យើងទៅកាន់ពិភពលោកទេនោះយើងមិនអាចចាប់យកអតិថិជន 4-5 ដែលកំពុងរងចាំដូច្នេះការពង្រីកទីផ្សារជាសកលគឺជាកត្តាចាំបាច់បំផុតនៅខែកញ្ញាឆ្នាំ2017ពោលគឺក្រោយពីដាក់ឲ្យប្រើជាផ្លូវការបាន1ឆ្នាំនៅក្នុងទីផ្សារប្រទេសចិន TikTok ក៏បានចាប់ផ្ដើមដាក់ឲ្យប្រើនៅជុំវិញពិភពលោកដោយនៅដើមឆ្នាំ2018កម្មវិធី TikTok បានចាប់ចំណាត់ថ្នាក់លេខ1ដែលមានអ្នកទាញយកច្រើនជាងគេបំផុត App Storeនៅក្នុងប្រទេសថៃនិងនៅតាមបណ្ដាប្រទេសមួយចំនួនទៀតកាលពីចុងឆ្នាំ2017ក្រុមហ៊ុន ByteDance បានចំណាយលុយ$1000លានទិញក្រុមហ៊ុន Mizkor ឡើយដែលជាកម្មវិធីមួយមានលក្ខណៈស្រដៀងគ្នាទៅនឹង TikTok ប៉ុន្តែសម្បូរទៅដោយអតិថិជនជាយុវវ័យក្រោយមកនៅខែតុលាឆ្នាំ2018ក្រុមហ៊ុន ByteDance បានធ្វើការរួមបញ្ចូល TikTok និង Mizkorឡាយឲ្យទៅជាកម្មវិធីតែមួយគឺ TikTok ដើម្បីធ្វើឲ្យទីផ្សារកាន់តែធំនៅដើមឆ្នាំ2018កម្មវិធី TikTok មានបានពង្រីកខ្លួនទៅកាន់ទីផ្សារ150ប្រទេសដោយក្នុងនោះមាន75%និងមានអ្នកទាញយកចេញពី App Store ច្រើនជាង104លានដងដែលនាំឲ្យ TikTok ឡើងមកអង្គុយកៅអីប្រើ TikTok នៅអាមេរិក 52% នៃអ្នកប្រើរូបបានប្រើជាមួយ iPhone ខណៈដែលមានស្ត្រី 44% នៃអ្នកប្រើរូបនិងភាគច្រើននៃអ្នកប្រើ TikTok គឺជាយុវវ័យដែលមានវ័យចន្លោះពី16ដល់24ឆ្នាំប្រទេសដែលមានអ្នកប្រើប្រាស់ TikTok ច្រើនជាងគេគឺឥណ្ឌាដែលមានរហូតដល់465.8លាននាក់ចិនមានចំនួន173.2លាននាក់និងអាមេរិកមានចំនួន123.8លាននាក់ហើយបើគិតជាមធ្យមអ្នកប្រើ TikTok ម្នាក់បានចំណាយពេល52នាទីក្នុងមួយថ្ងៃដើម្បីលេង TikTok កាលពីថ្មីនេះរដ្ឋាភិបាលឥណ្ឌាបានសម្រេចចិត្តបិទកម្មវិធី TikTok រួមនឹងកម្មវិធីចំនួន58ផ្សេងទៀតដោយសារបារម្ភនិងភ័យខ្លាចលើសុវត្ថិភាពសន្តិសុខជាតិហើយប៉ុន្មានថ្ងៃនេះផងដែរអាមេរិកក៏កំពុងពិចារណាក្នុងការបិទ TikTok រួមនឹងកម្មវិធីផ្សេងទៀតដូចឥណ្ឌាដែរព្រោះតែភ័យខ្លាចលើសុវត្ថិភាពនិងសន្តិសុខជាតិរបស់អាមេរិកព្រោះអាមេរិកនិយាយថាក្រុមហ៊ុន TikTok